វាមិនមែននិយាយអំពីការលួចពេជ្ររបស់ខ្ញុំទេតើអ្នកគិតយ៉ាងណាចំពោះខុងជឺលុតជង្គង់ចុះហើយសុំទោសខ្ញុំឥឡូវនេះមកមើលទាំងអស់គ្នាមកមើលស៊ីឆាវខ្ញុំពិតជារីករាយណាស់ដែលខ្ញុំមានគ្រូផ្ទាល់ខ្លួនអ្នកជាមនុស្សគ្មានខ្មាស់អៀនកុំខ្មាស់អៀនពេលមើលគេអីមើលគាត់ទៅអ្នកកំពុងព្យាយាមលួចខ្សែដៃពេជ្ររបស់ខ្ញុំម្ដងទៀតចោលតូចអើយលុតជង្គង់ចុះហើយសុំទោសខ្ញុំឥឡូវនេះសូមអញ្ជើញមកទស្សនាហើយមកមើលគាត់ផងលោកនាយកសូមអញ្ជើញមកមើលខ្ញុំចាប់បានស៊ីឆាវកំពុងលួចខ្ញុំបាននាំគាត់ទៅការិយាល័យតាមពិតទៅគាត់បានដោះសម្លៀកបំពាក់ចេញភ្លាមនៅពេលដែលគាត់ដើរចូលមកដោយព្យាយាមល្បួងជាសំណាងល្អខ្ញុំបានទុកខ្លួនពួកគេត្រូវតែទទួលទោសយ៉ាងធ្ងន់ធ្ងរនាយកុយត្រូវតែទទួលទោសឲ្យធ្ងន់ធ្ងរតើរឿងនេះអាចកើតឡើងដោយរបៀបណាខ្មាស់គេណាស់ខ្ញុំខ្មាស់គេណាស់មកពីអ្វីខ្ញុំលែងខ្មាស់អៀនទៀតហើយឥតខ្មាស់អៀនទេត្រូវតែមានភ្នែកវាត្រូវតែតឹងរឹងវាត្រូវតែត្រូវបានទាញយ៉ាងតឹងរឹងជាម្ចាស់ឲ្យតើមានរឿងអ្វីកើតឡើងចំពោះស៊ីយ៉ាងគឺយើងចង់បានអ្នកណាប្រាប់អ្នកឲ្យពាក់វាខ្ញុំនឹងបិទវាអ្វីដែលខ្ញុំបានឃើញប្អូនថ្លៃស្រីរបស់ខ្ញុំជាចោរបងថ្លៃស្រីរបស់គាត់នៅតែកំពុងថតរឿងរបស់អ្នកណែនាំរបស់គាត់យ៉ាងសប្បាយរីករាយជាវមានរឿងអ្វីកើតឡើងកុំមើលអ្វីទាំងអស់មនុស្សគ្រប់គ្នាចង់ដឹងចង់ឃើញអំពីអ្វីដែលបានកើតឡើងមែនទេកាលពីប្រហែលឆ្នាំមុនស៊ីឈៀវគឺជានិស្សិតឆ្នើមម្នាក់នៅក្នុងនាយកដ្ឋានសិក្សាប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យប៉េកាំងប៉ុន្តែគាត់បានលួចខ្សែដៃពេជ្ររបស់មិត្តរួមថ្នាក់របស់គាត់តាមពិតគាត់បានសូកប៉ាន់ខ្លួនឯងតាំងពីដំបូងដូច្នេះហើយគាត់ត្រូវបានបណ្តេញចេញពីសាកលវិទ្យាល័យ Kyoto ហាមឃាត់មនុស្សប្រភេទនេះមិនសមនឹងទទួលបានធនធានណាមួយឡើយតើអ្នកខ្លាចអ្នកនឹងកុហកខ្ញុំទេទុកឲ្យខ្ញុំមើលម៉ាក់អើយសូមឲ្យខ្ញុំពន្យល់ហេកុំទៅអីបងប្រុសពិសោធន៍មនុស្សដែលមានសម្លេងទាបមិនមានតម្លៃទេស៊ីឈៀវអ្នកបានលួចអ្វីមួយហើយបានសូកប៉ាន់អ្នកណែនាំរបស់អ្នកឥឡូវនេះភូស្តាងគឺច្បាស់លាស់ហើយប្រសិនបើអ្នកនៅតែចង់ពន្យល់សូមធ្វើតេស្តមិនថាខ្ញុំមានអ្វីទេតើអ្នកបានឃើញអ្វីខ្លះខ្ញុំជឿតែកូនស្រីរបស់ខ្ញុំប៉ុណ្ណោះកូនស្រីខ្ញុំមិនព្រមធ្វើរឿងទាំងនោះទេកូនស្រីរបស់ខ្ញុំមកពីភ្នំតើអ្នកដឹងទេថាសាលារបស់គាត់នៅឆ្ងាយប៉ុណ្ណាឪពុករបស់គាត់បានស្លាប់មុនអាយុខ្ញុំត្រូវធ្វើការងារកសិកម្មជារៀងរាល់ថ្ងៃកូនស្រីរបស់ខ្ញុំបានចាប់ផ្ដើមនៅអាយុ6ឆ្នាំខ្ញុំត្រូវឆ្លងកាត់ភ្នំ4ដើម្បីទៅសាលារៀនជារៀងរាល់ថ្ងៃមុនពេលថ្ងៃរះនៅរដូវក្តៅគាត់ត្រូវបានគ្របដណ្ដប់ដោយមូសខាំដៃរបស់ខ្ញុំពោពេញដោយដំបៅនៅរដូវរងាប៉ុន្តែគាត់នៅតែទូចចង់សិក្សាគាត់បាននិយាយថាមានតែតាមរយៈការរៀនសូត្រប៉ុណ្ណោះទើបអាចផ្លាស់ប្ដូរវាសនារបស់ពួកគេបាននៅថ្ងៃនោះគាត់បានប្រឡងជាប់ Golden Egg អ្នកភូមិមកពីភ្នំទាំងអស់បានមកពួកគេបានយកទឹកដោះគោល្ពៅសុទ្ធពួកគេបានសួរកូនស្រីរបស់ខ្ញុំតើអ្នកចង់ធ្វើអ្វីបន្ទាប់ពីបញ្ចប់ការសិក្សាកូនស្រីខ្ញុំបាននិយាយថាសូមអបអរសាទរនេះជាការចិញ្ចឹមកូនស្រីដ៏ល្អម្នាក់កូនស្រីជាទីស្រឡាញ់របស់ខ្ញុំអ្នកមកពីភូមិភ្នំរបស់យើងនិស្សិតមហាវិទ្យាល័យដំបូងតើឈៀវមានគម្រោងធ្វើអ្វីបន្ទាប់ពីបញ្ចប់ការសិក្សាខ្ញុំចង់ក្លាយជាអ្នកយកព័ត៌មានខ្ញុំចង់ថតបន្ថែមទៀតមតិសាធារណៈកាន់តែច្រើនកំពុងផ្ដោតលើភ្នំផ្ដោតលើកុមារដែលបោះបង់ចោលផ្ដោតលើដីស្ងួតនេះអ្នកនិយាយថាគាត់បានលួចអ្វីមួយគាត់បាននិយាយថានាមត្រកូលរបស់គាត់ត្រូវបានគេប្រើដើម្បីសូកប៉ាន់អ្នកណែនាំរបស់គាត់តើអ្នកដឹងទេថាកូនស្រីខ្ញុំជានរណាកូនស្រីរបស់ខ្ញុំស៊ីឈៀវនាងគឺជានិស្សិតមហាវិទ្យាល័យដំបូងគេដែលបានចេញពីភ្នំកូនស្រីរបស់ខ្ញុំស៊ីឈៀវនាងគឺជាអ្នកដែលទទួលបានពិន្ទុច្រើនជាងគេក្នុងការប្រឡងថ្នាក់ជាតិក្នុងឆ្នាំ2019កូនស្រីរបស់ខ្ញុំនៅឆ្នាំនោះខ្ញុំបានមកយិនហេតែម្នាក់ឯងខ្ញុំទើបតែមានអាយុ18ឆ្នាំនាងនៅក្មេងនៅឡើយមើលហេតុអ្វីបានជាអ្នកមិននិយាយអ្វីខ្លាំងម៉ាក់នឹងនាំអ្នកទៅផ្ទះអាហឺមីងមានរឿងអ្វីកុំបំភ័យម៉ាក់ខ្ញុំអីកុំមើលអីប្រញាប់ទៅមន្ទីរពេទ្យអូកុំបំភ័យម៉ាក់ខ្ញុំអីជីវិតដែលនៅសល់របស់ខ្ញុំសូមអង្វរអ្នកសូមជួយសង្គ្រោះម្ដាយរបស់ខ្ញុំផងគ្រូពេទ្យបានប្រគល់វាទៅឲ្យអ្នកខ្ញុំពិតជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពមីងនឹងមិនអីទេខ្ញុំមានតែម្ដាយរបស់ខ្ញុំទេខ្ញុំខ្លាចណាស់
ខ្ញុំខ្លាចណាស់កុំខ្លាចអីខ្ញុំនៅទីនេះហើយវាមិនអីទេលោកគ្រូពេទ្យយ៉ាងម៉េចដែរអ្នកចាត់ការទូទៅលូអ្នកជំងឺត្រូវបានគេធ្វើរោគវិនិច្ឆ័យភ្លាមថាមានជំងឺស្ទះសរសៃឈាមខួរក្បាលទោះបីជាជីវិតរបស់គាត់ត្រូវបានសង្គ្រោះក៏ដោយទោះយ៉ាងណាក៏ដោយអ្នកជំងឺប្រហែលជាមិនភ្ញាក់ឡើងវិញទេតើអ្នកចង់មានន័យយ៉ាងណាដោយពាក្យថាមិនដែលភ្ញាក់ពីដំណេកម្ដងទៀតអ្នកជំងឺបានក្លាយជាបន្លែស៊ីឈីឈីវឈីឈីវស៊ីឈីវ